ត្រូវឡើងមកបាត់ដំបងភ្លាមដោយសារតែហេតុផលមួយនេះរួមទៅខ្ញុំអត់យល់មកបងប្អូនទាំងអស់គ្នាព្រឹកឡើងភ្លាមខ្ញុំភ្ញាក់ពីគេងភ្លាមគឺបងខ្ញុំរត់មកប្រាប់ហ្មងចាឲ្យកុំតើខ្ញុំត្រូវទឹកសើមនិយាយទៅគឺអត់ដឹងរឿងហ្មងថាហេតុអីបានជាត្រូវមានទឹកសើមពួកកតុបបងខ្ញុំហ្នឹងវាចិត្តឆឹងហើយក៏អត់មានអីត្រូវធ្លាយទឹកដែរប៉ុន្តែគឺសើមនៅលើកុំតុកកុំព្យូទ័របងខ្ញុំគឺសើមឡើងជោគទាំងកុំព្យូទ័រឡើងលោតឆឹងហ្មងអញ្ចឹងខ្ញុំត្រូវឡើងមកបាត់ដំបងភ្លាមដើម្បីមកឲ្យខាងកុំព្យូទ័រគាត់ជួយឆែកមើលឲ្យអញ្ចឹងណាបងប្អូនទាំងអស់គ្នាដឹងរឿងហ្នឹងភ្លាមគឺខ្ញុំអត់គិតច្រើនទេគឺរត់មក make up ភ្លាមមកបងប្អូនទាំងអស់គ្នាគឺខ្ញុំតែប្រើប្រាស់ជាមួយនឹងឈុតហងវាជួយឲ្យ self ពេលវេលារបស់ខ្ញុំអញ្ចឹងណាព្រោះយើងវាចាប់ឡើងឡានបងប្អូនអរគ្នាគឺ make up បែបបញ្ញាបញ្ញាមែនទែនដំបូងគេមកគឺខ្ញុំប្រើប្រាស់ជាមួយនឹងសារ៉ូមរបស់ brand Hong គឺជួយបន្ទន់រនញើសផ្ដល់សំណើមលើស្បែកមុខជួយឲ្យមុខក្មេងជាងវ័យបងប្អូនទាំងអស់គ្នាបន្ទាប់មកខ្ញុំប្រើប្រាស់ជាមួយនឹង sunscreen របស់ brand Hong ដូចគ្នាដែលជាសាច់របស់សារ៉ូមហើយលាបចូលស្បែកមុខបានល្អមែនទែនបងប្អូនទាំងអស់គ្នាហើយការពារកម្ដៅថ្ងៃនៅលើស្បែកមុខយើងបានល្អណាស់មាន SPF បូកគុណបងប្អូនទាំងអស់គ្នាបន្ទាប់មកខ្ញុំប្រើប្រាស់ជាមួយនឹង cushion Hong បងប្អូនអរគ្នាដែលបិទបាំងស្នាមនៅលើស្បែកមុខរបស់ខ្ញុំហើយនៅក្នុង cushion Hong មាន skin care នៅនឹងទៀតពេលយើង make up ជាប្រចាំថ្ងៃយ៉ាងណាក៏វាអត់ធ្វើឲ្យខូចមុខយើងដែរខ្ញុំ make up ហើយគឺខ្ញុំបញ្ញារូតរាស់ខ្ចប់កុំព្យូទ័រខ្ចប់អីឡើងឡានឡើងមកបាត់ដំបងហ្មងហើយពេលមកដល់ជាងគាត់ថាអត់អីទេដោយសារយើងអាចបើកកុំព្យូទ័រអញ្ចឹងដូចជាមេរៀនសម្រាប់ខ្ញុំដែរហើយជូនបងប្អូនអរគ្នាដូចគ្នាបើសិនជាកុំព្យូទ័របងប្អូនទាំងអស់គ្នាត្រូវទឹកអីអញ្ចឹងណាយើងកុំបើកវាសោះយើងសុខចិត្តយកទៅឲ្យជាងគេឆែកមើលព្រោះអីជៀសវាងការដែលយើងបើកទៅវារាវឆ្លងកាន់តែធ្ងន់ធ្ងរអញ្ចឹងណាបងប្អូនទាំងអស់គ្នាយកកុំព្យូទ័រឲ្យជាងគាត់ឆែកមើលហើយគឺខ្ញុំមកអង្គុយតុកនេះគឺខ្ញុំបាញ់ glow sun spray របស់ហងភ្លាមមកបងប្អូនទាំងអស់គ្នាដោយសារតែធ្វើដំណើរវាស្ងួតមុខខ្លាំងមែនទែនអញ្ចឹងដើម្បីផ្ដល់សំណើមនៅលើស្បែកមុខគឺខ្ញុំយក glow sun spray របស់ហងយកមកបាញ់មុខដើម្បីផ្ដល់សំណើមនៅលើស្បែកមុខយើងហើយណាមួយក៏ជួយការពារកម្ដៅថ្ងៃនៅលើស្បែកមុខខ្ញុំផងដែរដោយសាររយៈពេល7-2ម៉ោង3ម៉ោងអីដែរហើយអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង glow sun spray ហ្នឹងទៅទី1ជួយការពារកម្ដៅថ្ងៃទី2ផ្ដល់សំណើមលើស្បែកមុខយើងបានខ្ពស់មែនទែននេះបងអូនខ្ញុំរៀបចំចេញទៅវិញហើយខ្ញុំក៏បានទិញកាហ្វេនៅចិត្តនឹងផឹកនិយាយទៅកាហ្វេគេតំណងមែនទែនបងអូនអរគ្នាឥឡូវខ្ញុំរៀបចំចេញទៅព្រំវិញហើយបងអូននេះទៅមកតែមកផ្លេតមកកុំព្យូទ័រហើយគឺទៅវិញហើយអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណបងអូនអរគ្នាបានទស្សនាវីដេអូនេះបាយ